សៀវភៅប្រវត្តិសាស្ត្រពិភពលោកភាគទី1សម័យកាលចំណាស់និពន្ធដោយ Susan Weisbauer បកប្រែដោយកេងស្រីជ្រឹកពិនិត្យនិងកែសម្រួលដោយយ៉ាងជុនសុខនិងសុនសុភាវតីពុកទី1មនុស្សដំបូងបំផុតពួកអ្នកតាចរលើកដំបូងតើអ្នករស់នៅឯណាតើអ្នកគេនៅឯណាតើអ្នកគេនៅកន្លែងដដែលរៀងរាល់យប់ឬបដូរទៅរស់នៅផ្ទះថ្មីរៀងរាល់សប្តាហ៍កាលពីយូរលង់ណាស់មកហើយគឺប្រហែលជាជាង 7,000 ឆ្នាំមុនគ្រួសារទាំងអស់មិនដែលរស់នៅក្នុងផ្ទះឬក៏ទិញក្នុងតូបលក់គ្រឿងទេសឡើយពួកគេត្រាច់ចោលពីមួយកន្លែងទៅមួយកន្លែងដើម្បីស្វែងរកអាហារបរិភោគនិងកន្លែងគេងតាមតង់ឬក៏រូងថ្មគ្រួសារពីបុរាណដែលរស់នៅបែបនេះហៅថាពួកត្រាច់ចរមានន័យថាមនុស្សដែលដើរត្រាច់ចរឬដើរទៅកន្លែងណាមួយដែលគ្មានទិសដៅពួកក៏សម្ព័ន្ធប្រមូលអាហារដែលនៅជុំវិញខ្លួនរបស់ពួកគេបរិភោគរុក្ខជាតិដែលពួកគេបេះមើមរុក្ខជាតិដែលពួកគេជីកពីក្នុងដីគ្រាប់រុក្ខជាតិនិងផ្លែឈើតូចៗដូចផ្លែមនដែលពួកគេបេះពីក្នុងព្រៃនិងដើមឈើទាំងឡាយនៅពេលដែលពួកគេបរិភោគអាហារទាំងនោះស្ទើរតែអស់នៅកន្លែងមួយហើយនោះពួកគេនឹងរើទៅរស់នៅកន្លែងមួយផ្សេងទៀតពួកស្រីនិងកុមារមានការងារជាអ្នកជីកមើមរុក្ខជាតិបេះគ្រាប់រុក្ខជាតិតូចៗផ្លែមននិងស្លឹករុក្ខជាតិនិងប្រមូលចំណីអាហារជាច្រើនប្រភេទទៀតដូចជាស៊ុតទឹកឃ្មុំព្រៃហើយនិងសូម្បីតែសត្វថ្លែនបង្គាយនិងពស់ក៏ពួកគេប្រមូលយកទាំងអស់ឯប្រុសដើរប្រមាញ់សាច់សត្វដោយប្រើលំពែងធ្នូនិងព្រួញប្រសិនបើពួកក៏សម្ព័ន្ធបោះជំរំនៅជិតទន្លេឬបឹងនោះប្រុសក៏នេសាទត្រីផងដែរនៅពេលដែលពួកក៏សម្ព័ន្ធនោះប្រមាញ់សត្វនៅកន្លែងដដែលអស់មួយរយៈសត្វទាំងឡាយក៏រត់គេចពីពួកគេនៅពេលដែលមានរឿងនេះកើតឡើងពួកក៏សម្ព័ន្ធបានរៀបចំរើទីកន្លែងហើយតាមប្រមាញ់បន្តទៀតនៅកន្លែងដែលកក់ក្ដៅបានធ្វើតង់ដោយប្រើស្បែកសត្វធ្វើជាក្របទ្វារពួកគេអាចយកតង់ទាំងនេះតាមខ្លួននៅពេលដែលពួកគេផ្លាស់ប្ដូរទីលំនៅពួកក៏សម្ព័ន្ធដែលរស់នៅកន្លែងត្រជាក់ជាងកន្លែងមានថ្មពួកគេយកល្អាងធ្វើជាជម្រករបស់ពួកគេយើងដឹងបានថាពួកគេធ្លាប់រស់នៅទីនោះគឺដោយសារតែគំនូរអំពីរូបសត្វដែលពួកគេគូរលើជញ្ជាំងល្អាងភ្នំទាំងនោះហើយយើងក៏អាចមើលឃើញគំនូរទាំងនោះរហូតមកដល់សព្វថ្ងៃតារ៉ាគឺជាក្មេងស្រីអាយុ 7 ឆ្នាំដែលបានរស់នៅជាមួយក្រុមគ្រួសាររបស់នាងក្នុងសម័យនៃពួកកសម្ព័ន្ធនាងចូលចិត្តអាកាសធាតុកក់ក្ដៅពីព្រោះនាងអាចគេងនៅខាងក្រៅមើលផ្កាយរហូតដល់នាងលងលក់ព្រឹកព្រលឹមដ៏កក់ក្ដៅមួយតារ៉ាភ្ញាក់ពីគេងឡើងនៅពេលដែលព្រះអាទិត្យកំពុងរះឡើងនាងកំពុងតែគេងនៅខាងក្រៅដូច្នេះអ្វីដែលនាងត្រូវធ្វើនោះគឺរៀបចំបោះស្បែកសត្វដែលនាងគេងពីលើនោះហើយយកទៅឲ្យម្ដាយនាងស្លៀកពាក់សម្លៀកបំពាក់ដដែលគ្រប់ទេហេតុដូច្នេះហើយនាងមិនចាំបាច់បដូរវាចេញទេនៅចំកណ្ដាលជំរំរបស់ពួកកសម្ព័ន្ធមានភ្នក់ភ្លើងនៅតែឆេះតាំងតែពីយប់មិញនៅឡើយពូរបស់តារ៉ានិងយុវជនផ្សេងទៀតបានដាក់វេនគ្នាដុតភ្លើងនិងរក្សាភ្លើងឲ្យឆេះពេញមួយយប់ពួកគេឮសំឡេងឆ្មាព្រៃមួយកំពុងតែស្លែងក្នុងយប់ងងឹតនោះចង់ការពារពីជំរំនោះពូរបស់តារ៉ាបាននិយាយថាឆ្មាព្រៃនេះបានបង្អែក្រុមសត្វក្តាន់ដែលអ្នកប្រមាញ់កំពុងតែលបដេញតាមពីក្រោយនៅព្រឹកនេះគ្មានសាច់សត្វសម្រាប់ជាអាហារពេលព្រឹកឡើយប្រសិនបើអ្នកប្រមាញ់ទាំងនោះមិនអាចបាញ់សត្វក្តាន់បានទេនោះក្រុមកសម្ព័ន្ធទាំងអស់នឹងរើតង់និងស្បែកសត្វទៅកាន់កន្លែងមួយផ្សេងទៀតដើម្បីប្រមាញ់បន្តតារ៉ាមិនចូលចិត្តញ៉ាំគ្រាប់ធញ្ញជាតិដែលម្ដាយរបស់នាងឲ្យញ៉ាំជាអាហារពេលព្រឹកនោះទេដូច្នេះនាងសម្រេចចិត្តថាទុកញ៉ាំនៅពេលដែលនាងប្រមូលអាហារនៅក្នុងព្រៃជារៀងរាល់ព្រឹកតារ៉ានិងបងប្អូនប្រុសរបស់នាងបានចេញទៅព្រៃជាមួយម្ដាយរបស់ពួកគេដើម្បីស្វែងរករុក្ខជាតិនិងផ្លែមនប៉ុន្តែពួកគេបានប្រមូលអាហារនៅកន្លែងដដែលជាយូរមកហើយពួកគេបានបេះស្លឹករុក្ខជាតិទាំងនេះដែលល្អអាចញ៉ាំបានស្ទើរតែទាំងអស់ទៅហើយពួកគេក៏បានយកឃ្មុំព្រៃចេញពីសម្បុកដែលប្អូនប្រុសរបស់នាងបានឃើញនៅក្នុងក្រហែងថ្មពួកគេបានយកស៊ុតក្នុងសម្បុកសត្វទាំងអស់ដែលពួកគេអាចឡើងយកបាននាងនិងប្អូនប្រុសរបស់នាងយកសម្ពាធរបស់ពួកគេទុកដាក់អាហារដែលធ្វើពីស្បែកសត្វហើយក៏ចាប់ផ្ដើមចេញទៅរកអាហារបន្តខ្ញុំនឹងទៅរកសម្បុកឃ្មុំទៀតប្អូនប្រុសរបស់នាងនិយាយដោយក្លាហានបន្ទាប់មកពួកយើងនឹងបានញ៉ាំទឹកឃ្មុំម្ដងទៀតហើយ
ខ្ញុំជាអ្នកចាប់បង្គាយបានល្អជាងគេក្នុងគ្រួសារតារៈតបវិញភ្លាមខ្ញុំភ្នាល់ថាខ្ញុំរកបានសត្វបង្គាយមុនឯងរកបានសម្បុកឃ្មុំទៅទៀតដោយដែលបាននិយាយទុកមែនខណៈដែលពួកគេដើរចេញពីគុម្ពោតព្រៃដល់កន្លែងដែលមានពន្លឺថ្ងៃតារៈបានឃើញសត្វបង្គាយមួយបោះពួរយ៉ាងលឿនចូលក្នុងក្រហែងឈើងាប់ដេកដួលមួយដើមនាងលោតលើឈើងាប់នោះហើយប្រមៀលវាចេញមានសត្វបង្គាយ3ក្បាលរត់ប្រពីគេចចេញពីនាងប៉ុន្តែរំពេចនោះនាងក៏ចាប់ពួកវារួចបោះចូលក្នុងសំពាយរបស់នាងភ្លាមការពិតទៅនៅលើខ្លួនសត្វបង្គាយមិនសូវមានសាច់ប៉ុន្មានទេប៉ុន្តែម្ដាយរបស់នាងគឺជាចុងភៅចំណែនគាត់អាចរងាស់វាក្នុងទឹកពុះរហូតដល់សាច់ទាំងអស់របស់វាជ្រុះចេញពីឆ្អឹងទាំងអស់រួចបង់ជីចូលបន្តិចហើយក៏វារួចដួសសម្លរងាស់យ៉ាងឈ្ងុយឆ្ងាញ់នេះចែកចាយពេញជំរំទាំងមូលតាមផ្លូវត្រឡប់មកឯជំរំកសម្ព័ន្ធវិញតារៈមានអារម្មណ៍ថាបង្គាយវារវិចរវើកក្នុងសម្ពាយរបស់នាងវាធ្វើឲ្យនាងមានអារម្មណ៍កោពោះឃ្លានកាន់តែខ្លាំងនាងស្ទើរតែមិនអាចទ្រាំចាំភ្លក់រសជាតិបង្គាយរងាស់ស្នាដៃម្ដាយនាងធ្វើឡើយ